ព័ត៌មានសិល្បៈកំសាន្ត Update Today សូមស្វាគមន៍ Miss World Cambodia កញ្ញា Julia Rochelle កំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងត្បិតថាអាយុនៅក្មេងបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា Julia Rochelle កំពុងធ្វើឲ្យមហាជនអ្នកនិយមតាមដានវិស័យបវរកញ្ញាមានការចាប់អារម្មណ៍នៅភាពក្លាហាននិងការបញ្ចេញសមត្ថភាពរបស់ Julia លើឆាកអន្តរជាតិក្នុងការប្រកួត Miss World 2025 ពិសេសវគ្គ Head to Head Presentation Challenge កាលពីពេលថ្មីៗនេះអ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកដែលតែងតែតាមដានវិស័យបវរកញ្ញាជាច្រើនកំពុងមានការកោតសរសើរបេក្ខនារីវ័យក្មេង Julia Rochelle ដែលបានក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួត Miss World 2025 លើកទី72នៅឯប្រទេសឥណ្ឌាជាបេក្ខនារីតំណាងឲ្យប្រទេសរបស់ខ្លួនក្មេងស្រីរូបនេះបានបង្ហាញសមត្ថភាពប្រកបដោយភាពជឿជាក់ជាពិសេសនៅក្នុងវគ្គ Presentation ដែល Julia បានជ្រើសរើសនៅប្រធានបទមួយដែលហៅថា Beauty with the Purpose Project របស់នាងបានយ៉ាងរលូនក្រោយវគ្គនេះចប់ភ្លាមមាន fan និងអ្នកគាំទ្រជាច្រើនបានចែករំលែកវីដេអូរំភើបចិត្តចំពោះនាងថែមទាំងនាំគ្នាចូលទៅ comment លើកទឹកចិត្តយ៉ាងប្រុងប្រយ័ត្នថានាងពិតជាធ្វើបានល្អយ៉ាងណាមិញអ្នកគាំទ្រក៏សង្ឃឹមថា Julia នឹងធ្វើបានល្អជាងនេះនៅវគ្គបន្តបន្ទាប់ព្រោះក្រវិលមួយគូរបស់តារាស្រីម្នាក់បង្កឲ្យប៉ូលីសស៊ើបអង្កេតលើឪពុកក្រៅពីការវែកញែកនឹងក្រវិលតារាសម្ដែងចិនហួងយ៉ាងទៀនថាមានតម្លៃជិត$32,000សម័យខ្លួនក៏បានបង្ហោះថាក្រវិលដែលពាក់ជាក្រវិលខ្ចីម្ដាយដោយការបកស្រាយនេះធ្វើឲ្យមហាជនលើកយកមកវិភាគថាហេតុអ្វីទើបប្រឡូកសិល្បៈមានលុយទិញគ្រឿងអលង្ការថ្លៃបែបនេះជាចម្ងល់មួយទៀតអ្នកគ្រប់គ្នាលើកឡើងថាហេតុអ្វីបានជាឪពុកទៀនមានតំណែងជាមន្ត្រីរាជការនិងមានប្រាក់ចំណូលទាបតែមានលទ្ធភាពទិញទំនិញប្រណិតនេះតាមវិធីណាបន្ទាប់ពីប្រធានបទត្រូវលើកយកមកជជែកមិនចេះចប់ម្សិលមិញអាជ្ញាធរបានចុះស៊ើបពីប្រវត្តិការងាររបស់លោកឪពុកទៀនរកឃើញភាពមិនប្រក្រតីខ្លះនៅឆ្នាំ2017គឺលោកគ្រប់គ្រងមូលនិធិគ្រោះមហន្តរាយតែពុំឃើញសកម្មភាពចុះជួយឬប្រើលុយទាំងនោះដើម្បីប្រយោជន៍រួមឡើយលើពីនេះក៏រកឃើញពាក់ព័ន្ធនឹងអំពើពុករលួយផងដែរយ៉ាងណាក៏ដោយអាជ្ញាធរក៏បានស្នើដល់មហាជនឲ្យរក្សាភាពស្ងៀមស្ងាត់ដើម្បីទុកពេលដល់ខាងជំនាញស៊ើបអង្កេតនិងប្រមូលភស្តុតាងទាំងអស់យកមកបំភ្លឺឲ្យដឹងពីការពិតជៀសវាងមានការភ័ន្តច្រឡំណាមួយកើតឡើងសួនសត្វ Washington ប្រកាសស្វែងរកបក្សីដ៏កម្រមួយក្បាលជារឿងដ៏កម្រអាជ្ញាធរអាមេរិកប្រកាសស្វែងរកសត្វបក្សីមួយប្រភេទនៅសួនសត្វប្រចាំទីក្រុង Washington និងស្នើសុំឲ្យអ្នករស់នៅទីក្រុងនេះជួយស្វែងរកសត្វបក្សីដ៏កម្រមួយប្រភេទដែលបានបាត់ចេញពីសួនសត្វ The Cougar Mountain សត្វបក្សីដ៏កម្រមួយប្រភេទនេះមានឈ្មោះជាភាសាអង់គ្លេសថា East African Crown Crane ឬប្រែជាភាសាខ្មែរយ៉ាងថាសត្វក្រៀមមកុដមាសដែលមានដើមកំណើតមកពីទ្វីបអាហ្វ្រិកខាងកើតសួនសត្វ The Cougar Mountain បានចេញសេចក្តីជូនដំណឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃម្សិលមិញក្រោយមកក៏មានអ្នករាយការណ៍ថាបានប្រទះឃើញសត្វស្លាបប្រភេទនេះនៅតំបន់ Issaquah ក្រោយមកទៀតបក្សីកម្រនេះក៏ត្រូវបានគេប្រទះឃើញនៅតំបន់ឧទ្យាន Lake Samami ទោះបីជាមានសេចក្តីរាយការណ៍ថាមានអ្នកប្រទះឃើញបក្សីកម្រនេះនៅពីទីតាំងផ្សេងគ្នាក៏ដោយរហូតមកដល់ពេលនេះសួនសត្វ The Cougar Mountain របស់ទីក្រុង Washington មិនទាន់រកឃើញបក្សីកម្រ East African Crown Crane ឬសត្វក្រៀមមកុដមាសដែលបានបាត់នេះនៅឡើយទេសូមអរគុណសម្រាប់ការតាមដានព័ត៌មានកំសាន្ត Update Today